ជំរាបសួរខ្ញុំបាទវិជ្ជបណ្ឌិតហ៊ុតបូរិនឯកទេសវះកាត់ឆ្អឹងសន្លាក់សាច់ដុំនៃមន្ទីរពេទ្យហ៊ុនមីស៊ីយ៉នថ្ងៃនេះខ្ញុំមានការចែករំលែកអំពីជំងឺគៀបសរសៃនៅនឹងកដៃរបស់យើងឬគេហៅថា carpal tunnel syndrome ជាទូទៅអាការៈរបស់ជំងឺនេះគឺមានការស្ពឹកនៅរាមដៃបាតដៃពីម្រាមទី4ពាក់កណ្ដាលម្រាមទី4មកខាងមេដៃក៏អាចមានការមួយចំនួនអាចដូចជាឈឺបាតដៃជាពិសេសនៅពេលយប់មានការឈឺចាប់ធ្វើឲ្យរំខានដល់ភ្នែកឬក៏ពេលយើងជិះម៉ូតូយើងចាប់អារម្មណ៍ពេលយើងជិះម៉ូតូអ្នកខ្លះគាត់មានអារម្មណ៍ថាស្ពឹកម្រាមដៃត្រូវការឈប់នៅពេលដែលមានភ្លើងស្តុបក្រហមហ្នឹងគាត់ចូលចិត្តឈប់ដើម្បីគាត់កលាស់ដៃហើយគាត់ជាបន្តទៅទៀតដើម្បីវិនិច្ឆ័យជំងឺនេះគឺយើងគួរតែជួបជាមួយនឹងវិជ្ជបណ្ឌិតឯកទេសដើម្បីពិនិត្យវិជ្ជបណ្ឌិតឯកទេសគាត់មានតេស្តមួយចំនួនដូចជា Fallot test ដូចជា Tinel test ដើម្បីរកឲ្យឃើញពីការគៀបសរសៃហ្នឹងជាពិសេសនៅមន្ទីរពេទ្យហ៊ុនមីស៊ីយ៉នយើងខ្ញុំមានការវិនិច្ឆ័យដោយការវាស់អគ្គិសនីសាច់ដុំដែលអាចបញ្ជាក់អំពីកម្រិតនៃជំងឺពីព្រោះជំងឺគៀបសរសៃនៅកដៃនេះវាមាន3កម្រិតស្រាលកម្រិតមធ្យមហើយនិងកម្រិតធ្ងន់ការព្យាបាលវាអាស្រ័យទៅលើកម្រិតនៃជំងឺបើយើងវិនិច្ឆ័យដោយនៅកម្រិតស្រាលឬក៏មធ្យមយើងអាចព្យាបាលដោយការប្រើថ្នាំបំបត្តិរលាកថ្នាំជំនួយសរសៃរុំកដៃនៅពេលយប់បើយើងវាស់មកនៅកម្រិតចេញលទ្ធផលជាកម្រិតធ្ងន់យើងអាចទទួលការវះកាត់ហើយការវះកាត់នេះពុំមានអីធ្ងន់ធ្ងរនោះទេគឺគ្រាន់តែចាក់ណាំស្ពឹកបន្តិចបន្តួចនៅនឹងកដៃហ្នឹងហើយយើងធ្វើការវះកាត់ដើម្បីឲ្យសរសៃហ្នឹងមានចរន្តអគ្គិសនីរត់ឡើងវិញស្រួលរយៈពេល10ទៅ15នាទីតែប៉ុណ្ណោះអ្នកជំងឺមិនចាំបាច់ស្នាក់នៅក្នុងមន្ទីរពេទ្យដូច្នេះបើប្រិយមិត្តមានអាការៈដូចជំរាបខាងលើអាចតាក់ទងមកឆាំដុលឆ្អឹងសន្លាក់សាច់ដុំនៃមន្ទីរពេទ្យហ៊ុនមីយើងខ្ញុំដើម្បីទទួលបានការផ្ដល់ប្រឹក្សាក៏ដូចជាពិគ្រោះមកចត់នឹងទទួលការព្យាបាលឲ្យបានត្រឹមត្រូវអរគុណសូមជម្រាបលាសន្យាជួបគ្នាជាមួយនឹងវីដេអូក្រោយៗទៀត